នេះវិលជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីមេរៀនថ្មីចឹងថ្ងៃនេះខ្ញុំបានយកប្រយោគសំណួរនិងចម្លើយខ្លីៗចំនួន5ដែលយើងអាសាប្រើប្រាស់ក្នុងភាសាចិនក្នុងការសួររាល់ថ្ងៃទីថ្ងៃខែអញ្ចឹងទៅអញ្ចឹងពាក្យនេះប្រហែលជាមានគ្នាយើងក៏ចេះហើយអ្នកខ្លះក៏មិនទាន់ចេះអញ្ចឹងសម្រាប់អ្នកអត់ទាន់ចេះយើងអាចកត់ទុកដើម្បីងាយស្រួលប្រើប្រាស់ថ្ងៃក្រោយអញ្ចឹងបើសិនមានកំហុសឆ្គងហើយសូមអធិស្ឋានផងអញ្ចឹងប្រយោគទី1នេះគឺយើងអានថា今天是几号ទៀត今天是几号ម៉ានម្ដងទៀតឲ្យ今天是几号ប្រហែលតើថ្ងៃនេះទីប៉ុន្មានចុះមើលពាក្យវា今天ថ្ងៃនេះ几是គឺជាឬក៏គឺ几号ទីប៉ុន្មានឬក៏លេខប៉ុន្មានទៅតែឥឡូវយើងពេលនេះគឺយើងប្រើទីប៉ុន្មាន今天是几号តើថ្ងៃនេះទីប៉ុន្មានអញ្ចឹងយើងឆ្លើយវិញមកអញ្ចឹងអានេះគឺជាឧទាហរណ៍ទេដល់ពេលការជាក់ស្ដែងយើងអាចដូរចេញទៅយើងឆ្លើយមក今天是3号今天是3号អញ្ចឹងថ្ងៃនេះគឺទី3អញ្ចឹងឧទាហរណ៍បើថ្ងៃនេះដូចជាក់ស្ដែងថ្ងៃនេះយើងអាចថាថ្ងៃទី14ឬក៏15ទៅថា14ចុះអញ្ចឹងយើងអាចដាក់ឡើងនេះយើងដូរវិញមកយើងដាក់13ហៅ14ហៅអញ្ចឹងកន្លែងនេះគឺយើងដូរទៅតាមថ្ងៃជាក់ស្ដែងរបស់យើងបើថ្ងៃទីម៉ាត់នេះឆ្លើយប្រឹងទៅបាទអញ្ចឹងម្ដងទៀត今天是3号ថ្ងៃនេះទី3បាទតោះឥឡូវយើងសួររាល់ទីរួចហើយឥឡូវយើងមកសួររាល់ថ្ងៃវិញម្ដង今天是星期几ម្ដងទៀត今天是星期几ថាតើថ្ងៃនេះគឺជាថ្ងៃអ្វីអាម្ដងទៀត今天是星期几តើថ្ងៃនេះគឺជាថ្ងៃអ្វីអញ្ចឹង今天ថ្ងៃនេះ星期几សប្តាហ៍ទីប្រមាណតែយើងអាចប្រើថាថ្ងៃអ្វីអញ្ចឹងណា今天是星期几តើថ្ងៃនេះគឺជាថ្ងៃអ្វីតើឥឡូវយើងមើលចម្លើយឥឡូវខ្ញុំសុំអស់ឡើងលើនេះសិនហ្នឹងអញ្ចឹងយើងឆ្លើយមក今天是星期一今天是星期一រឿងខ្ញុំតិច今天是星期一ថ្ងៃនេះគឺជាថ្ងៃច័ន្ទអញ្ចឹងដូចថាអញ្ចឹងគឺកន្លែងនេះយើងដូរដាក់ថ្ងៃណាទៅតាមថ្ងៃជាក់ស្ដែងរបស់យើងហ្នឹងហើយតោះឥឡូវយើងឆ្លើយជាខែ这个月是10月份懂ទៀត这个月是10月份អញ្ចឹងខែនេះគឺជាខែ10អញ្ចឹងខែ10ហ្នឹងគឺត្រូវនឹងខែតុលាអញ្ចឹង这个月ហ្នឹងគឺខែនេះ是គឺ10月份ហ្នឹងគឺខែ10គឺខែតុលាហ្នឹងអញ្ចឹងបើសិនយើងចង់សួរខែយើងដាក់这个月是几月បាទដូចគ្នាប៉ុន្តែពីច្រើនខែគេអត់សូវភ្លេចមកនេះគេភ្លេចតែទីថ្ងៃអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូយើងគឺមានដំណឹងបើមានកន្លែងណាខុសឆ្គងអាចជាខ្វះឬក៏លើសលួអីក៏សូមអធិស្ឋានផងដែរបាទអញ្ចឹងយើងនឹងជួបគ្នាវីដេអូក្រោយបន្ថែមទៀតហ្នឹងហើយអញ្ចឹងអរគុណជួបគ្នាវីដេអូក្រោយ